Hello សួស្តីអ្នកនរគ្នាបាទយើងវិលត្រឡប់ជួបអ្នកដល់ទៅជាមួយនឹងរឿងកុចអមតៈទីនេះនៅក្នុងឈុតភាគទី150នៃផាតទី3បន្តទៀតចំពោះភាគនេះដែរគឺអាចជារៀងខ្លីបន្តិចហើយក៏ប៉ុន្តែអត្ថន័យគឺអ្នកតែរក្សាដដែលគ្រាន់តែបាត់បង់នៅការសន្ទនាមួយចំនួនតែប៉ុណ្ណោះដើម្បីកុំឲ្យវាវែងឆ្ងាយពេកហើយអ្វីដែលពិបាកនោះគឺខ្ញុំពិបាកក្នុងការស្វែងរកនៅវីដេអូដើម្បីដាក់ឲ្យត្រូវនឹងសាច់រឿងចឹងបាទអញ្ចឹងក៏ខ្ញុំសម្រេចចិត្តថាធ្វើការសង្ខេបឲ្យរៀងខ្លីជាងមុនក៏បន្ថយនៃការសន្ទនាតែអត្ថន័យគឺនៅរក្សាដដែលបើសិនជានេះចង់លើកទឹកចិត្ត admin អាចមើលតាមរយៈ QR code នៅលើអេក្រង់នេះក៏បានដែរហើយខ្ញុំក៏សូមអរគុណដល់គ្នាយើងដែលបានលើកទឹកចិត្ត admin កន្លងមកដើម្បីគឺជាកម្លាំងចិត្តឲ្យ admin ធ្វើជារៀងរាល់ថ្ងៃចឹងបាទហ្វាងលីនសម្លឹងមើលច្រកចូលចលងភ្នំទី2ដែលមើលទៅហាក់ដូចជាទទេគាត់បានដើរទៅមុខបន្តិចរួចបង្កើតទៅជាក្បួនហាមគាត់រួចហោះចេញទៅវាបំបាយជា15ផ្នែកនៅលើអាកាសហើយបានចូលទៅក្នុងចលងភ្នំរួចបាត់ស្រមោលឈឹងគឺដូច្នេះហ្វាងលីនក៏បានបង្កើតនៅក្បួនហាមគាត់ជាច្រើនទៀតក្នុងទម្រង់ការអង្គាសិលរួចបើកភ្នែកទី3របស់គាត់មើលពេលនោះគាត់បានឃើញនៅរនាំងពលឺមួយនៅស្រមោលបិសាចមួយកំពុងលេបត្របាក់នៅក្បួនទាំងនោះដោយមិនអាចប្រើភ្នែកទី3បានជួវ៉ាលីក៏បានឆ្លៀតអាកាសពេលស្រមោលបិសាចលោតចេញមកហើយរបាំងពលឺប្រែជាស្ដើងគាត់ក៏បានប្រើប្រាស់នៅធម្មពលដែលរបស់ LinkedIn ហួរនៅចុងម្រាមដៃចាក់ទម្លុះរបាំងពន្លឺនោះរួចបញ្ញាបញ្ញាចូលទៅខាងក្នុងស្រមោលបិសាចក៏បានបកក្រោយដេញតាមគាត់ភ្លាមខាងក្នុងចលងភ្នំគឺពោពេញទៅដោយក្រុងឆ្អឹងរាប់ម៉ឺននឹងសត្វល្អិតចម្លែកដែលកំពុងស៊ីឆ្អឹងទាំងនោះលន់លឺគ្រូបនៅកណ្ដាលចលងភ្នំមានដាវខ្លីចំនួន8ដើមជាឈុតដាវដោយដែលគាត់ធ្លាប់ជួបពីមុនលោតជំវិញលលាក្បាលសត្វដ៏ធំមួយមានស្នែងឆ្អឹង4ហ្វាងលីនមិនបង្អង់យូរក៏ស្ទុះទៅយកនៅលាក្បាលនោះភ្លាមនោះដាវទាំង8បានបញ្ចេញនូវធម្មពលវិប្រហារមកលើគាត់ហ្វាងលីនប្រើប្រាស់នៅវីតាមីនបញ្ឈប់ដើម្បីបង្អាក់ដាវមួយភ្លែនរួចឆក់យកនៅឆ្អឹងនោះដាក់ចូលទៅក្នុងកាបូបក្នុងពេលជាមួយនឹងគ្នានោះគាត់ក៏បានទាញនៅរំពាត់កាំវិបំបីស្រមោលបិសាចដែលកំពុងព្យាយាមលេបតបាក់គាត់ទោះជាយ៉ាងណាដាវទាំង8បានរៀបចំជាទម្រង់សម្លាប់ហើយអាបពណ៌បៃតងចេញពីគ្រោងឆ្អឹងរួចទាំងសាល្អិតស៊ីឆ្អឹងក៏បានសម្រុកវិប្រហារមកលើគាត់គ្រប់ទិសទីចលងភ្នំទាំងមូលត្រូវបានបិទជិតដែលដឹងថាភ្នំនេះគ្មានគ្រឹះហ្វាងលីននិងអ្នកការពារអមតៈរបស់គាត់ក៏បានព្រួតគ្នាវិបំបីផ្ទាំងភ្នំអ្នកការពារអមតៈក៏បានបញ្ចេញនូវធម្មពលទាំងអស់លើភ្នំនោះឡើងកម្ពស់ជាច្រើនហ្វីតរួចបោកសង្កត់ទៅលើដីដែលធ្វើឲ្យប្រេះស្រាំលំហអាកាសនៅបំបីដល់ក្បួនទាំងអស់នៅទីនោះជួយឲ្យហ្វាងលីនកិច្ចខ្លួនចេញបានដោយសុវត្ថិភាពការរំជួយដ៏ខ្លាំងនេះក៏បានធ្វើឲ្យប៉ះពាល់ដល់ក្បួននៅចលងភ្នំទី3យ៉ាងដំណំផងដែរហ្វាងលីននិងលីជីនបានមកដល់ចលងភ្នំទី3ហើយឃើញប្រាសាទបាក់បែកមួយដែលមាននៅក្រុងឆ្អឹង2នៅខាងក្នុងក្រុងឆ្អឹងមួយពាក់នៅអាក្រោះស្បែកអធិទេពបុរាណហើយលីជីនបានបំបីជោគម្រាមដៃពណ៌មាសទាំងនោះដោយជាន់ទី1នៃប្រាសាទមានផ្ទាំងគំនូរ9ផ្ទាំងបង្ហាញពីរូបជាមួយគឺជាអធិទេពបុរាណផ្កាយ8កំពុងបញ្ចុតជាមួយនឹង Celestial រាប់មិនអស់វ៉ាលីនឡើងទៅជាន់ទី2ឃើញតុមួយដែលមាននៅក្រដាសជក់នឹងដុំសង្កត់ក្រដាសសារនៅលើក្រដាសរៀបរាប់អំពីសង្គ្រាមរបស់អធិទេពបុរាណហើយនឹងដែនដី Celestial ការយកស្បែកមកធ្វើជាអាវក្រការស្លាប់របស់អធិរាជ Celestial បានចង្អុលទៅមេឃពេលស្លាប់នឹងការភ័យខ្លាចរបស់អ្នកសរសេរចំពោះភ្នែកមួយគូដែលតាមសម្លឹងពួកគេវ៉ាលីនបានបិទភ្នែកកាន់ជក់ហើយសរសេរអត្ថបទនោះឡើងវិញដើម្បីទទួលនូវអារម្មណ៍របស់អ្នកសរសេរគាត់បានយល់អំពីអារម្មណ៍ថប់បារម្ភស្ទាក់ស្ទើរនឹងច្បុកច្បល់របស់អ្នកតាំងសិលឋានសួគ៌នោះហើយដឹងថាមាននរណាម្នាក់បានមកដល់ភ្លាមបន្ទាប់ពីគំនូរត្រូវបានបញ្ចប់បន្ទាប់មកវ៉ាងលីនក៏បានដុតក្រដាសនោះចោលហើយទុកដុំសង្កត់ក្រដាសពេលចុះមកក្រោមវ៉ាងលីនឃើញលីជីនកំពុងប្រមូលគំនូរទាំង9ដាក់ចូលក្នុងកាបូបគាត់ក៏បានព្រមានលីជីនឲ្យបញ្ចាត់និងលាក់គំនូរទាំងនោះឲ្យជិតព្រោះវាអាចនាំគ្រោះមហន្តរាយបើសិនបើមានអ្នកក្រៅឃើញដោយយល់ថាកំណប់ដ៏សំខាន់បំផុតគឺឆ្អឹងសត្វត្រូវបានខ្លួនជោគបាត់ទៅហើយវ៉ាងលីនក៏បានឈប់ស្វែងរកបន្តចំណែកលីជីននៅតែបន្តរកគ្រោខណៈដែលកំពុងរៀបចំយន្តបំបីលំហក្នុងរយៈពេល1ខែនេះលីជីនថែមទាំងអាចគ្រប់គ្រងដាវខ្លីទាំង8នោះបានផងដែរលីជីនបានរៀបចំនៅចំណុចកំទេចចំនួន1465កន្លែងដែលប្រើប្រាស់នៅក្បួនបំផ្លាញគាត់បានបកគលនៅបាល់ក្បួនមួយទៅឲ្យវ៉ាងលីនសម្រាប់បញ្ឆេះការបំផ្លាញលំហនេះនិងត្បូងមួយទៀតដែលគាត់ត្រាស់អំពីក្បួនបំផ្លាញរបស់តកូលីព្រមទាំងវិធីលាក់នៅដង្ហើមបន្ទាប់ពីរៀបចំនៅក្បួនផ្លាបដោដែលអាចប្រើបាន3ដងរួចរាល់លីជីក៏បានលាវ៉ាងលីនហើយចាក់ចេញទៅព្រោះគេមិនចង់ពាក់ព័ន្ធនឹងការបញ្ចុតជាមួយនឹងបុព្វបុរសឈីមឡើយប៉ុន្តែក្នុងចិត្តនៅតែលួចសង្ឃឹមថានឹងបានឃើញអំពីរបៀបដែលក្បួននៃសម្លាប់អ្នកខ្លាំងកម្រិត Navana Cleanser
ទោះបីវ៉ាងលីននៅមាននៅកាបូបរបស់យ៉ាវស៊ីសឺតែសន្និដ្ឋានថាមាននៅក្របថ្នាំព្រលឹងឈាមផ្សេងទៀតក៏ដោយក៏គាត់នៅមិនទាន់អាចបោកវាបានទេគាត់បានបោះនៅតំបល់ក្បួនដែលឃុំឃាំងចៅស៊ីសឺជ្រៅទៅក្នុងភ្នំដ៏សែនឆ្ងាយរួចបោះជំហានចូលទៅក្នុងក្បួនផ្លាស់ប្ដូរដើម្បីត្រៀមខ្លួនប្រឈមមុខជាមួយនឹងបុព្វបុរសឈាមចេញពីក្បួនផ្លាស់ប្ដូរលេចមុខនៅទឹកដីដ៏ចម្លែកមួយដែលនៅតែជាផ្នែកមួយនៃដែនដីមេគ្រិនទាវ៉ាងលីនក៏បានបង្រួញនៅក្បួនផ្លាស់ប្ដូរទៅជាគ្រីស្តាល់ប៉ុនកណ្ដាប់ដៃរួចទុកនៅក្នុងកាបូបបន្ទាប់ពីហោះហើរយ៉ាងប្រុងប្រយ័ត្នអស់ជាច្រើនថ្ងៃវ៉ាងលីនក៏បានកប់លាក់នៅកាបូបរបស់យ៉ាវស៊ីសឺនៅជ្រៅក្នុងដីលើបំណែកទ្វីបមួយរួចធ្វើដំណើរទៅកាន់បំណែកទ្វីបមួយទៀតដោយលាក់ខ្លួនក្រោមដីទីនោះគាត់បានសិក្សាអំពីវិធីលាក់ដង្ហើមរបស់លីជានហើយបង្កើតបាល់ក្បួនមួយជុំវិញខ្លួនមុនពេលវាបិទជិតអ្នកការពារអមតៈក៏បានបោះជំហានចេញមកវ៉ាងលីនបានបបែកនៅញៀនទេពមួយផ្នែកចូលទៅគ្រប់គ្រងរាងកាយរបស់អ្នកការពារអមតៈចំណែករាងកាយពិតរបស់គេបានលាក់យ៉ាងជិតនៅក្នុងបាល់ហាមឃាត់ក្រោមដីអ្នកការពារអមតៈដែលបញ្ជាដល់វ៉ាងលីនបានលេបនៅគ្រីស្តាល់ក្បួនផ្លាស់ប្ដូរហើយហោះចេញមកក្រៅដោយមានរាងកាយដ៏រឹងមាំនិងញៀនទេពដ៏ខ្លាំងក្លាវ៉ាងលីនបានហោះហើរយ៉ាងអង្អាចនិងសាហាវខូខើពេញបំណែកទ្វីបអស់រយៈពេល5ខែដើម្បីបញ្ចេញនៅទីតាំងទាក់ទាញចំណាប់អារម្មណ៍របស់បុព្វបុរសឈាមសូម្បីតែអ្នកខ្លាំងកម្រិតអាសិនឌីងជីនបំផុនហើយនឹងរាងកាយយ៉ាងក៏ត្រូវខ្លាយក្រែងរាងកាយនេះដែរគាត់បានកំណត់ទីតាំងហោះហើរនៅក្បែរបំណែកទ្វីបដែលលាក់រាងកាយពិតដើម្បីងាយស្រួលក្នុងការការពារផងនិងធានាថាមិនកកខានការជួបជាមួយនឹងបុព្វបុរសឈាមផងចំណែកបុព្វបុរសឈាមដែលស្លៀកពាក់អាវក្រហមកំពុងធ្វើដំណើរយ៉ាងលឿនឆ្លងកាត់លំហដោយសារតែក្តីស្រឡាញ់ចំពោះកូនស្រីគាត់សុខចិត្តបំបីពាក្យសម្បត្តិចំពោះឪពុករបស់គាត់ដែលថាមិនឈានជើងចូលទៅក្នុងប្រព័ន្ធផ្កាយមេឃីទាំងអស់ដាច់ខាតហើយក្នុងចិត្តនៅតែឆ្ងល់ថាហេតុអ្វីបានជាឪពុករបស់គាត់បន្សល់ទុកនៅថ្មមេឃីទាំងអស់ឲ្យទីបំផុតបុព្វបុរសឈាមក៏បានមកដល់បំណែកទ្វីបនោះវត្តមានរបស់គាត់ដែលធ្វើឲ្យមេឃងើតពពកខ្មៅប្រមូលផ្ដុំផ្គរលាន់និងទ្វីបទាំងមូលញ័ររំជួយស្ទើរតែបែកខ្ទេចអ្នកតាំងសិលទាំងអស់នៅលើទ្វីបនោះសុទ្ធតែភ័យញាប់ញ័រក្នុងព្រលឹងដោយសារតែគំនាបដ៏មហិមានេះពន្លឺពណ៌ឈាមក៏បានគ្របដណ្ដប់ពេញផ្ទៃមេឃផ្ដុំចេញជារូបរាងនៃបុព្វបុរសឈាមនៅចម្ងាយ 1000 ហ្វីតពីមុខវ៉ាងលីនគាត់គឺជាបរិវ័យកណ្ដាលដ៏សង្ហាម្នាក់ដែលមានសក់និងរោមចិញ្ចើមពណ៌ក្រហមនិងពោពេញដោយកំហឹងដោយមិននិយាយមួយម៉ាត់បុព្វបុរសឈាមក៏បានចង្អុលម្រាមដៃទៅកាន់វ៉ាងលីនធ្វើឲ្យផ្ទៃមេឃប្រេស្រាមហើយកម្លាំងបំផ្លិនផ្លាយដ៏ខ្លាំងក៏បានបាញ់សម្ដៅមករកថ្ងៃរបស់វ៉ាងលីនសង្លងមើលសត្រូវយ៉ាងស្ងៀមស្ងាត់ស្របពេលការវិភាគកំពុងខិតជិតមកដល់ពោលដោយសម្លេងត្រជាក់ថាបើសិនបើឯងសម្លាប់ជើងទោះបីជាយ៉ាស៊ីសឺមាននៅក្របថ្នាំព្រលឹងឈាមក៏ដោយក៏នេះប្រកាសជាត្រូវស្លាប់ដែរសាយរឿងបញ្ចឹងក៏ស្លាប់ប៉ុណ្នេះតែនេះយ៉ាងទេសនាតទៀតដែរឬក៏អត់បើសិនជាមានលើកទឹកចិត្តអេដមីនគឺខ្ញុំនឹងធ្វើរហូតតែម្ដង